សមាគមជនជាតិកូរ៉េនៅកម្ពុជាផ្ដល់ជំនួយជាកង្ហារចំនួន100គ្រឿងដើម្បីចូលរួមលើការងារសប្បុរសធម៌និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មានជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពនិងប្រជាពលរដ្ឋភៀសឹកនៅតាមព្រំដែនជាការចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌និងកិច្ចការសង្គមជាមួយក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី30ខែធ្នូឆ្នាំ2025នាទីស្តីការក្រសួងលោកជុនមេងយូប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា Korea Association of Cambodia រួមជាមួយបណ្ឌិតសភាហៀបរុនម៉ូតូគៀសមាគមអាហារូបករណ៍ហានខេមនៃសាធារណរដ្ឋកូរ៉េបាននាំយកនៅកង្ហារចំនួន100គ្រឿងមកជូនដល់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងភៀសឹកនិងជូនទៅដល់វីរៈកងទ័ពជួរមុខនៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាតាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជារួមទាំងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េដែលបានសហការផ្ដល់ជំនួយជាកង្ហារចំនួន100គ្រឿងមកក្រសួងព័ត៌មានតាមរយៈការផ្ដល់នៅអំណោយទាំងនេះគឺជាការបញ្ជាក់ពីទឹកចិត្តដល់ប្រពៃថ្លៃថ្លាហើយបានបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសឹកនិងវីរៈកងទ័ពនៅតំបន់ជួរមុខទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់សប្បុរសជនកូរ៉េលើការងារសប្បុរសធម៌និងការងារសង្គមតាមរយៈក្រសួងព័ត៌មានជាពិសេសដើម្បីចែកជូនដល់វីរៈកងទ័ពនិងប្រជាជនភៀសឹកនៅតាមតំបន់ព្រំដែននៅក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានជូនពរដល់សមាគមជនជាតិកូរ៉េនៅកម្ពុជារួមទាំងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េឲ្យកាន់តែមានការរីកចម្រើននិងទទួលបានជោគជ័យបន្ថែមទៀតដើម្បីបបផែនការងារមនុស្សធម៌និងប្រកបដោយសុខសន្តិភាពលោកប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជាបានមានប្រសាសន៍ថាដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងភៀសឹកមានចំនួនច្រើននិងកងទ័ពនៅតាមព្រំដែនទើបសមាគមរួមទាំងបណ្ដាក្រុមហ៊ុននិងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េបាននាំយកនៅអំណោយជាកង្ហារចំនួន100គ្រឿងជូនដល់ក្រសួងព័ត៌មានដើម្បីនាំបន្តទៅចែកជូនដល់ជនភៀសឹកនិងជូនទៅដល់វីរៈកងទ័ពជួរមុខតាមរយៈការផ្ដល់នូវជំនួយទាំងនេះលោកប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជាបានបង្ហាញនូវមោទនភាពដែលបានចូលរួមជាមួយក្រសួងព័ត៌មានដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋបានល្អប្រសើរនៅខណៈពេលដែលប្រទេសកំពុងជួបការលំបាកដោយសង្គ្រាម